ក្នុងត្រីដាក់បង្កើតនៅឆ្នាំ1924ដល់ឆ្នាំ1969បានបកប្រែចប់សពគ្រប់របស់ពុំផ្សាយហើយលោកបានបន្តធ្វើអត្ថកថាបាន4ភាគដែរក្រុមជំនុំត្រីដាក់នេះពិតជាអក្សរស្រុកទេយើងមានសង្គ្រាមទៅអ្នកប្រាជ្ញក៏ស្លាប់ទៅអស់ក៏ពីគួរច្បាប់ហ្នឹងក៏ខូចខាតសឹងតែទាំងអស់បើក្រុមជំនុំហ្នឹងនៅបន្តការងារហ្នឹងអត់មានសង្គ្រាមលោកធ្វើអត្ថកថាដីកាយវិជាបកប្រែអស់ហើយមិនពិបាកយើងទៅដើរសភៅភាសាគេភាសារៀនទេប៉ុន្តែខ្ញុំមិនស្គាល់យើងវាអក្សរអញ្ចឹងទៅពេលចប់សង្គ្រាមឆ្នាំ79គណៈសង្ឃសម័យនោះបានប្រម៉ែប្រមូលឯកសារគម្ពីរហ្នឹងឲ្យជប៉ុនជួយបោះពុំឲ្យដោយសារសង្គ្រាមសភៅយើងវាដាច់ដោយអីខ្លះយើងទៅបោះពុំទៅមានបាត់បង់អីតិចតួចកន្លែងហ្នឹងដែលខ្ញុំគិតថារាជរដ្ឋាភិបាលបង្កើតក្រុមជំនុំត្រីដាក់ឡើងវិញហ្នឹងដើម្បីផ្ទៀងផ្ទាត់ហើយមួយទៀតនេះយើងយកត្រីដាក់មកវាយចូលក្នុងកុំព្យូទ័រថាថ្មីហើយបោះពុំទៅអាហ្នឹងក៏វាមានចំណុចខ្វះខាតដែរព្រោះការវាយឡើងវិញនេះ110គម្ពីរវាគង់មានធ្លាត់អញ្ចឹងយើងត្រូវមានការទៀងទាត់មើលទៅវាខុសវាអក្សរាវារត់ឬក៏យ៉ាងណាយ៉ាងណីអាហ្នឹងគឺថាជារឿងមួយដែលយើងត្រូវធ្វើពីព្រោះដើម្បីធ្វើឲ្យត្រីដកហ្នឹងល្អឡើងវិញទី1ទី2រឿងសំខាន់រឿងបន្តកិច្ចការងារបេសកកម្មរបស់បុព្វបុរសយើងរឿងមួយដែលខ្ញុំកណាស្ដាប់អង្គគ្រូផុនតែលើកមកហ្នឹងរឿងប្រាឈ្មោះឯងក្រុមជំនុំត្រីដកខ្ញុំថាប្រសិនបើអត់មានសង្គ្រាមយើងអត់ចាំបាច់ត្រូវបង្កើតសាសថ្មីអីទេប៉ុន្តែនេះវាសង្គ្រាមវាដាច់ទៅឥឡូវយើងធ្វើម៉េចបើតាមខ្ញុំកណាពិចារណាថាគណៈសង្ឃក្តីក្រសួងធម្មការក្តីគ្មានណងអីនឹងទៅលុបបំបាត់គុណូបការៈរបស់ក្រុមជំនុំត្រីដកចាស់ទេយើងមានតែគោរពបូជាប៉ុន្តែយើងធ្វើនេះដើម្បីបន្តកិច្ចការងាររបស់លោកដែលសេសសល់ក្រោយសង្គ្រាមមកហ្នឹងហើយបញ្ហាមួយដែលយើងត្រូវពិចារណារឿងសមាជិកភាពដែលត្រូវធ្វើការក្នុងក្រុមជំនុំត្រីដកហ្នឹងទេដែលថាយើងត្រូវរកអ្នកណាដែលមានចំណេះជំនាញពិតប្រាកដបានអាចធ្វើការងារបន្តនឹងបានអត្ថកថាដីកាយោធានាគម្ពីរបល័យខាងក្រៅហ្នឹងណាអានឹងជារឿងមួយដែលយើងត្រូវពិភាក្សាគ្នាបន្តប៉ុន្តែរឿងការបង្កើតនេះខ្ញុំគិតថាជារឿងមួយសំខាន់សម្រាប់អាយុរបស់ពុទ្ធសាសនាទៅមុខពីព្រោះយើងអត់មានសភៅរៀនអត្ថកថាដីកាហ្នឹងអត់មានសភៅរៀនមែនពុទ្ធចាស់បានសិក្សារៀនសូត្រនឹងបានដឹងតែយើងដោយសារសង្គ្រាមហ្នឹងបើមិនមែនដោយសារសង្គ្រាមយើងមិនខ្វះសភៅរៀនទេត្រីបិដកដើម្បីបានយល់សេចក្តីហ្នឹងឲ្យពេញបរិបូរណ៍ត្រូវការអត្ថកថាយើងហៅ commentary ខាងនេះនឹងដីកាសັບ commentary ហើយនឹងយោធានាពន្យល់សេចក្តីហ្នឹងទាំងអស់ទើបអាចមកមើលសេចក្តីប្រែក្នុងបេដកហ្នឹងបានឲ្យត្រឹមត្រូវត្រង់តាមពុទ្ធិកាហ្នឹងមានគម្ពីរអមនឹងច្រើនយើងមានតែបេដកជាគោលមួយយើងនៅខ្វះហ្នឹងយើងធ្វើទៅយើងមិនអាចមានសមត្ថភាពអីឲ្យខ្លាំងដូចក្រុមជំនុំត្រីដកចាស់នោះទេប៉ុន្តែយើងព្យាយាមប្រម៉ែប្រមូលទៅសង្ឃឹមថាគណៈសង្ឃក្រុមការងារលោករើសអ្នកដែលមានជំនាញពិតប្រាកដជួយដើម្បីទុកជាគេដំណើរដល់ពុទ្ធសាសនិកជំនាន់ក្រោយទៅទៀតជំនាន់មុនលោកទុកបិដកឲ្យយើងហើយលោកបន្តបានធ
ធ្វើអធិកថាបានខ្លះដែរទៅសង្គ្រាមដែរអញ្ចឹងហើយលោកនៅតែប្រើក្រុមជំនុំប្រៃវាដាក់អញ្ចឹងរឿងឈ្មោះហ្នឹងខ្ញុំថាមិនជាអីប្រហែលទេរឿងសំខាន់រឿងការងារទេបើសិនជាសង្គ្រាមក៏អត់មានដែរវាមិនចាំបាច់ទៅបង្កើតថាថ្មីវានៅសង្គ្រាមធ្វើឲ្យដាច់អស់លីងមិនមែនស្ថាប័នយើងស្ថាប័នផ្សេងៗក្រសួងរដ្ឋអីហ្នឹងក៏គេបង្កើតថាថ្មីចឹងដែរណាសំខាន់ការងារជាស្នូលសម្រាប់អាយុពុទ្ធសាសនាដើម្បីឲ្យពុទ្ធសាសនិកយើងមានសមត្ថភាពយល់ត្រូវក្នុងធម៌ហើយការមានក្បួនច្បាប់ហ្នឹងយ៉ាងនេះយើងជួយទាំងអស់គ្នាទៅយើងមិនមានបំណងអាក្រក់អីទេគណៈសូមចិត្តយ៉ាងណា